ខានធ្វើคลิปវែងឡើងយូរចាជំរាបសួរបងពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនឡានតានេះឆ្លៀតចាទៅផ្សារមួយផ្លែតហើយថ្ងៃនេះ6ដឺក្រេបងប្អូនចាអញ្ចឹងហ៊ានត្រជាក់ដែរចេញថាតលប្រយ័ត្នពាក់កៅអៅស្លៀកពាក់ឲ្យរៀងក្រាស់ៗអញ្ចឹងណាចាហើយបែជើងអីហ្នឹងគឺរៀងខ្ពស់ៗអញ្ចឹងមកកវែងអញ្ចឹងមកឲ្យហប់ជើងតិចថ្ងៃនេះតន់ឡានទូចតនេឆ្លៀតទៅហើយព្រោះថាឡានទាំងមួយទាំងពីរគឺថាកូនគឺយកបើកទៅអស់ហើយថ្ងៃនេះអត់សូវត្រជាក់មែនក៏ប៉ុន្តែមេឃឡើងសតុំបងប្អូនអើយគឺមានសំណើមអត់មានឃើញពលឺថ្ងៃទេចាឥឡូវមកដល់ហើយនៅប៉ាគីហ្នឹងផ្សារហ្នឹងឥឡូវគេកំពុងតែធ្វើដំបូលនៅតាមប៉ាគីហ្នឹងហើយគេដាក់កាឌីគេឲ្យឡើងឆ្ងាយពីផ្លូវចូលហាងអញ្ចឹងនាងខ្ញុំនេះសុកចិត្តចតឡាននៅក្បែរកាឌីចាហើយយើងដាក់កាក់ទៅបានយកកាឌីហ្នឹងប្រើបានអញ្ចឹងណានិយាយទៅមេឃឡើងស្ងេះស្ងោចហ្មងណាចូលមកដល់ភ្លាមហ្នឹងគឺថាឃើញចានឆ្នាំងផ្ទះហើយនេះសម្រាប់ជៀនពុកមាន់មាន4កន្លែងតំណងមែនតើហើយនេះខ្ញុំឃើញពណ៌សាច់ពណ៌ក្រែមពណ៌អីហ្នឹងគឺថាស្រឡាញ់ហើយពណ៌សពណ៌អីហ្នឹងបើមិនចឹងទេគឺថ្លាឆ្វង់ហ្មងហើយបើមិនចឹងទេមានរបៀបអាលូមីញ៉ុមចេះហ្មងនឹងស្រឡាញ់ហើយបើបានពណ៌ក្រែមឬមួយក៏ថ្លាឆ្វង់គឺស្ថិតតែស្រឡាញ់ហ្មងបែបខាងនេះវិញចានកែវពេងនិយាយទៅគ្រឿងសម្ភារៈផ្ទះបាយអញ្ចឹងណាហើយដើរចុះដើរឡើងទៅគឺក្នុងផ្សារនីមួយឥឡូវហ្នឹងវាកំពុងតែប្រយោជន៍បុណ្យដាច់ឆ្នាំបងប្អូនចាគឺបុណ្យណូអែលដែលយើងហៅថាគ្រីស្មាស់ហ្នឹងហើយបន្ទាប់មកគឺបុណ្យដាច់ឆ្នាំនឹងឯងឆ្លងឆ្នាំ25ទៅឆ្នាំ26អញ្ចឹងណាក្នុងហាងនីមួយគឺគេដេកូស្អាតមែនតើចារបៀបសម្រាប់បុណ្យដាច់ឆ្នាំអញ្ចឹងណាហើយក៏មាននៃវ៉ាន់ខ្លះគឺលោកទៅចុះតម្លៃអីចឹងទៅឬមួយក៏ទិញមួយថែមមួយឬមួយក៏ទិញមួយទៀតតម្លៃត្រឹមតែពាក់កណ្ដាលអីចឹងទៅហើយមិនខ្វះទេបងប្អូនអើយជាពិសេសគឺស្រាវីស្គីស្រាសស្រាក្រហមអីហ្នឹងគួរញាក់ឆាំប៉ាញអីហ្នឹងនិយាយទៅគឺថាបារាំងវ៉ាដាច់ហើយបើបែរខាងសូកូឡាវិញក៏ណាស់ដៃដែរគឺថាមានគ្រប់ម៉ូដគ្រប់ទម្រង់តែម្ដងមានរសជាតិជាមួយផ្លែឈើក៏មានរសជាតិមានវីស្គីឬស្រាអីផ្សេងនៅក្នុងហ្នឹងក៏មានគ្រប់ម៉ូដគ្រប់ម៉ាកហើយឆ្ងាញ់តម្រូវចិត្តអ្នកចូលចិត្តសូកូឡាមកឲ្យខុសបំណងឯងហើយសូកូឡាខ្លះគឺអត់បញ្ចុះតម្លៃទេលក់តម្លៃធម្មតាខ្លះទៀតគឺទិញមួយហើយមួយទៀតចុះ50%អីចឹងទៅដែលចុះដើរឡើងវិលមករកកន្លែងស្រាទៀតមកងាកទៅឃើញឈ្មោះម៉ាឡាណានៅនេះគ្រាន់តែទៅសេរៀងខុសគ្នាតិចចុងណាក៏បញ្ចុះតម្លៃដែរចាជាប្រភេទឆាំប៉ាញចុះ25%តម្លៃពេញធម្មតាជាង50ចុះមកនៅត្រឹម40ប៉ុន្តែ2ដបបងប្អូនចាហើយអានេះវាក៏ឆ្ងាញ់ដែរឆារ៉ាទេគេនេះហើយបែកមកខាងនេះវិញគឺខាងផ្កានិយាយទៅក្នុងហាងហ្នឹងស្អីក៏មានដែរចាវាមានដាក់មកកលៈចឹងផ្សេងគ្នាអញ្ចឹងណាចាបែកខាងនេះវិញផ្កាបន្ទាប់ពីផ្កាមកហ្នឹងគឺថានេះវានៅជាប់រៃយងជាប់ជាមួយនឹងបន្លែផ្លែឈើហើយនឹងសាច់សាប៊ូខ្ទឹមបារាំងហើយនឹងសម្បូរដំឡូងបារាំងនិយាយទៅគឺរដូវត្រជាក់ចារដូវត្រជាក់គឺសាប៊ូពីរមុខហ្នឹងណាពិសេសគឺដំឡូងបារាំងនឹងតែម្ដងនេះវិញគឺសាច់អូមកចំក្នុងអាទិត្យហ្នឹងគឺគេមានប្រូម៉ូសាច់ជ្រូកចាក្នុងមួយអាទិត្យហ្នឹងតែម្ដងតម្លៃគឺធូរថ្លៃមែនតែនក្នុង1គីឡូអញ្ចឹងទៅគឺនាងខ្ញុំទិញបានច្រើនដែរយើង profit ទេយកច្រើនមុខអញ្ចឹងណាមានរបៀបជាសាច់3ជាន់មាន3ជាន់សុទ្ធមាន3ជាន់មានរាងឆ្អឹងជំនីលីងតិចអីចឹងទៅចាយើងយកមកកាត់ខ្លួនយើងក៏បានបើមិនចឹងទេយើងយកអាសាច់3ជាន់សុទ្ធក៏បានហើយមានផ្លូវជ្រូកឡើងប៉ុណ្ណាណៃហ្មងបងប្អូនចាដែលគេហៅថាចំបុងនឹងឯងនេះផ្នែកខាងបន្លែឈូស្ពៃលាស្ពៃក្តៅស្ពៃកញ្ញាញ់មានសពមុខទាំងអស់ពណ៌ស្វាយពណ៌សអីហ្នឹងហើយស្ពៃក្តៅពណ៌ស្វាយស្អាតមែនប៉ុន្តែចេញពណ៌សាហាវណាស់បងប្អូនអើយហើយនេះផ្កាខាត់ណាតែឥឡូវហ្នឹងដើរទៅរកផ្លែឈើទិញទួចចឹងណាឥឡូវហ្នឹងក៏ចាប់ផ្ដើមសាប៊ូដែរគឺគ្លីម៉ង់ទីនចាអូរ៉ង់គ្លីម៉ង់ទីនអីហ្នឹងរបៀបជាខូចចាបងប្អូនចាខូចប៉ុន្តែរបៀបជាខូចខ្វិចអីចឹងណាគឺចាប់ផ្ដើមសាប៊ូហើយបើសាប៊ូមែនតែនហើយតម្លៃធូរថ្លៃគឺចុងឆ្នាំចាដាច់ឆ្នាំហើយទៅដល់ខែ2ចូលឆ្នាំចិនអីហ្នឹងគឺសាប៊ូច្រើនមែនតែន
តែនេះទំចាប់ផ្ដើមទេតម្លៃក្នុង1គីឡូវា3.99ណាបើយើងថា4រៀលចឹងណាហើយចុះឡើងនោះនៅក្នុងកាឌីនោះអត់មានអីទេមានតែវីស្គីស្រាកាហ្វេបន្តិចទៅហើយចាគឺប្តីនឹងខ្ញុំគឺគាត់ចូលចិត្តញ៉ាំអញ្ចឹងនេះខ្ញុំមិនសូវទេមួយថ្ងៃមួយកែវបានបើថាលើសពីហ្នឹងគឺថាសេសើឥឡូវហើយនឹងផ្លែត្រឡប់ហើយនឹងទិញបានសាច់ជ្រូកច្រើនចាយើងគេបញ្ចុះតម្លៃអញ្ចឹងយើងទិញឲ្យច្រើនទៅយើងយកស្តុកទុកអញ្ចឹងណានឹងដើរទៅរកមើលបន្លែបន្ថែមទៀតជួបគ្នាវីដេអូក្រោយអរគុណ